អ្នកទាំងអស់គ្នាដឹងទេថានៅក្នុងប្រទេសចិនមាន platform មួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៃឥរិយាបថក៏ដូចជាអាកប្បកិរិយានៃភ្ញៀវទេសចរចិនក្នុងការធ្វើដំណើរក៏ដូចជាទេសចរតែអ្នកទាំងអស់គ្នាដឹងទេថាតើវាគឺជា app អ្វីហើយសប្តាហ៍ថ្ងៃនេះទេសចរចិនពួកគេអត់សូវជាសួរទៅលើអ្នកងារទេសចរទៀតទេថាតើទៅទីណាសប្បាយឬក៏ទៅកន្លែងណាល្អដែរពួកគេមិនសូវជាទុកចិត្តទៅលើការផ្សព្វផ្សាយបែបផ្លូវការប្រហែលទេនិយាយទៅទេសចរជនជាតិចិនគាត់មិនសួរទីភ្នាក់ងារទេសចរទៀតទេថាទៅទីណាសប្បាយឬក៏គួរតែទៅទីណាដែរហើយអ្វីដែលសំខាន់ពួកគាត់មិនសូវជាទុកចិត្តទៅលើការផ្សព្វផ្សាយបែបផ្លូវការប្រហែលដែរបាទមុនពេលកក់សំបុត្រយន្តហោះឬក៏ការធ្វើដំណើរជនជាតិចិនគាត់បានប្រើប្រាស់នៅ platform មួយហើយ platform នោះគឺមានឈ្មោះថា Xiaohongshu ដែលប្រែមកជាភាសាខ្មែរគឺកូនសភៅពណ៌ក្រហមបាទហើយតាមរយៈកម្មវិធីនេះបានធ្វើឲ្យមានការផ្លាស់ប្ដូរនៅរបៀបគិតរបស់ជនជាតិចិនក៏ដូចជាការធ្វើផែនការនិងអាកប្បកិរិយានៃទេសចរជនជាតិចិនជារឿយៗមកបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីថាតើហេតុអ្វីបានជា app Xiaohongshu នឹងបានធ្វើឲ្យមានការផ្លាស់ប្ដូរនៅអាកប្បកិរិយារបស់ទេសចរជនជាតិចិនហើយហេតុអ្វីបានជា influencer វាមានសារៈសំខាន់ជាងការផ្សព្វផ្សាយបែបផ្លូវការហើយហេតុអ្វីបានជាតំបន់គោលដៅទេសចរមួយចំនួននៅតែមិនទាន់យល់អំពីភ្ញៀវទេសចរចិនទី1គឺតកតងជាមួយនឹងរបៀបនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការធ្វើដំណើរហើយកាលពីមុនការសម្រេចចិត្តរបស់ភ្ញៀវទេសចរចិនគឺគាត់ផ្អែកទៅលើការជំរុញអំពីទីភ្នាក់ងារទេសចរក៏ដូចជាការផ្សព្វផ្សាយតាមរយៈសភៅឬក៏តាមរយៈ page ផ្លូវការឬក៏ website ផ្លូវការអីចឹងទៅប៉ុន្តែបច្ចុប្បន្ននេះគឺមានការផ្លាស់ប្ដូរទាំងស្រុងបាទហើយបច្ចុប្បន្នភ្ញៀវទេសចរចិនគាត់ការសម្រេចចិត្តរបស់គាត់ផ្អែកទៅលើបទពិសោធន៍ពិតដែលមនុស្សបានចែកម្លែងនៅក្នុង platform Xiaohongshu ហ្នឹងជនជាតិចិនគាត់អាចសួរព័ត៌មានជាច្រើនដូចជាថាតើទីកន្លែងនោះហ្នឹងគាត់គួរទៅដែរឬទេហើយចំណាយពិតហ្នឹងប្រហែលប្រមាណក៏ដូចជាសំណួរផ្សេងទៀតដូចជាថាតើវាមានភាពងាយស្រួលទេសម្រាប់ជនជាតិចិនដែលទៅលេងនៅទីនេះហើយក៏ដូចជាតើទៅកន្លែងនោះនឹងមានទីកន្លែងណាខ្លះដែលស្អាតៗសម្រាប់ថតរូបក្នុងការចែកម្លែងការសម្រេចចិត្តនេះគឺផ្អែកមិនផ្អែកទៅពីលើចុះមកក្រោមទៀតទេប៉ុន្តែវាគឺជាការសម្រេចចិត្តដោយសារតែមនុស្សពិតបានចែកម្លែកអំពីបទពិសោធន៍ដែលពួកគេបានទៅដល់ហើយទី2ដែលខ្ញុំចង់បង្ហាញនេះគឺថាហេតុអ្វីបានជា influencer នេះវាមានសារៈសំខាន់ជាងការផ្សព្វផ្សាយបែបផ្លូវការហើយ platform មួយនេះបានផ្លាស់ប្ដូរនៅការជឿទុកចិត្តពីប្រជាជនជាតិចិនបាទនេះគឺដោយសារតែទេសចរជនជាតិចិនហ្នឹងគាត់ជឿទុកចិត្តទៅលើអ្នកដែលជា influencer ឬក៏ social media ដែលគាត់បានទៅដល់ទីកន្លែងនោះមុនហ្នឹងគាត់បានវាយតម្លៃឬក៏ review ទៅតំបន់ហ្នឹងដោយមានលក្ខណៈស្មោះត្រង់លក្ខណៈថាត្រង់ទៅត្រង់មកទាក់ទងជាមួយនឹងថាកន្លែងនោះល្អឬក៏អត់ឬក៏កន្លែងហ្នឹងមិនល្អទេសម្រាប់ក្នុងការធ្វើដំណើរអញ្ចឹងទៅហើយអញ្ចឹងទៅជនជាតិចិនគាត់ជឿទុកចិត្តទៅលើអ្នកដែលជា content creator ឬក៏ influencer ទូចៗដែលបាន review តំបន់ដែលគាត់ទៅលេងហ្នឹងបាទនៅត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់តិចដោយសារតែ influencer ហ្នឹងគាត់បានទៅកន្លែងទីនោះពិតដូចជាសន្តាគារដែលគាត់ស្នាក់នៅឬក៏អាហារដែលគាត់បានបរិភោគនៅទីនោះមានលក្ខណៈយ៉ាងម៉េចដែរឆ្ងាញ់ឬក៏អត់ឬក៏សម្បូរបែបដែរទេសម្រាប់ភ្ញៀវទេសចរជនជាតិចិនដែលគាត់ទៅលេងក្រោយៗឬក៏អំពីបញ្ហានៃការដឹកជញ្ជូនមានលក្ខណៈងាយស្រួលទេឬក៏មានលក្ខណៈល្អប្រសើរទេក្នុងការដឹកជញ្ជូនពីតំបន់មួយទៅតំបន់មួយដែលគាត់ទៅលេងកម្សាន្តហ្នឹងហើយក៏ដូចជាអារម្មណ៍ពិតនៅពេលចុងបញ្ចប់នៃវីដេអូដែលគាត់ recommend តែគាត់ណែនាំថាតើទេសចរជនជាតិចិនហ្នឹងគួរតែទៅលេងនៅទីនោះដែរទេបាទនៅក្នុង app មួយនេះជួនកាលវាមានការចែកឥទ្ធិពលខ្លាំងណាដោយសារតែជួនកាលអ្នកដែលមាន follower តិចៗទេប៉ុន្តែវាមានការចែកឥទ្ធិពលខ្លាំងទៅលើការសម្រេចចិត្តរបស់ទេសចរជនជាតិចិនច្រើនមែនទែនដោយសារតែវា reach ទៅលើមនុស្សច្រើនក្នុងការទស្សនាវីដេអូរបស់គាត់មួយដែលគាត់បានបង្កើតឡើងហ្នឹងនៅក្នុង app មួយនេះខ្ញុំចង់បង្ហាញថាជួនកាលអ្នកដែលមាន follower តិចៗក៏អាចធ្វើឲ្យមានការជះឥទ្ធិពលខ្លាំងក្នុងការសម្រេចចិត្តរបស់ភ្ញៀវទេសចរជនជាតិចិនក្នុងការធ្វើដំណើរផងដែរព្រោះតែថាចេញអំពីបទពិសោធន៍ពិតដែលគាត់បានទៅលេងហើយបទពិសោធន៍ពិតដែលគាត់បានធ្វើអ្វីខ្លះនៅទីនោះឬក៏គាត់បានថតឬក៏គាត់បានប្រស្រ័យទាក់ទងជាមួយនឹងសកម្មភាពផ្សេងៗដែលមាននៅទីនោះយ៉ាងម៉េចយ៉ាងម៉ាហ្នឹងហើយវាធ្វើឲ្យមានការសម្រេចចិត្តខ្លាំងសម្រាប់ជនជាតិចិនដែលទៅលេងក្រោយៗនៅពេលដែលគាត់ recommend ឬក៏មិន recommend នៅក្នុង app របស់គាត់ដែលបានប្រើហ្នឹងគឺ app platform Xiaohongshu បាទហើយទី3ដែលខ្ញុំចង់បង្ហាញនោះគឺតាក់ទងជាមួយនឹងវប្បធម៌នៃការ check in និយាយទៅជនជាតិចិនអត់ខុសពីជនជាតិខ្មែរឬក៏ជនជាតិដទៃផ្សេងទៀតទេដែលគាត់បានទៅលេងទីតាំងនោះហើយគាត់ថតហើយគាត់ចែកម្លែក share ឬ post អីផ្សេងៗនៅក្នុង social media ដែលគាត់បានប្រើប្រាស់ហ្នឹងអញ្ចឹងនៅក្នុង platform មួយនេះជនជាតិចិនគាត់ចូលចិត្ត
ថតនៅពេលដែលគាត់ដល់តំបន់ហ្នឹងគាត់ថតហើយគាត់ share ហើយគាត់បង្ហាញអំពីអារម្មណ៍ដែលគាត់បានទៅលេងនៅកន្លែងនោះបាទហើយនៅក្នុងវប្បធម៌នៃការ check in នេះខ្ញុំចង់បញ្ជាក់បន្តិចហេតុអីបានវាមានសារៈសំខាន់នៅក្នុង app មួយហ្នឹងព្រោះដោយសារតាវាតពីចំណុចទី2ដែលខ្ញុំបានបង្ហាញហ្នឹងគឺតកតងជាមួយនឹងinfluencer ដែលគាត់បានទៅលេងហ្នឹងគាត់បង្ហាញអំពីចំណុច1 2 3 4 5ឬក៏តំបន់ទេសចរនៅក្នុងកន្លែងហ្នឹងមានកន្លែងណាខ្លះដែលត្រូវទៅលេងឬក៏កន្លែងណាខ្លះដែលគួរតែថតរូបអីចឹងទៅអញ្ចឹងនៅក្នុង app application ហ្នឹងឬក៏យើងហៅថា platform មួយហ្នឹងបានបង្ហាញអំពីអ្នក influencer មុនហ្នឹងគាត់បង្ហាញអំពីដូចថា5ចំណុចដែលគាត់បានទៅលេងហ្នឹងមានកន្លែងណាខ្លះដែលត្រូវថតកន្លែងណាខ្លះដែលត្រូវធ្វើសកម្មភាពជាមួយនៅតំបន់កន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងអ្នកដែលទៅក្រោយនេះគាត់ទៅស្វែងរកអំពីកន្លែងហ្នឹងហើយដើម្បីបញ្ជាក់ថាគាត់បានទៅកន្លែងហ្នឹងដូចអ្នកដែលជា influencer ឬក៏ social media មុនដែលជាអ្នកបង្ហាញផ្លូវគាត់ក្នុងការទៅលេងនៅទីនោះនៅក្នុងចំណុចនេះខ្ញុំចង់បញ្ជាក់តិចដែរព្រោះដោយសារថាទេសចរជនជាតិចិនណាពួកគាត់ពេលខ្លះគាត់ចូលចិត្តធ្វើតាមគ្នាគាត់ចូលចិត្តធ្វើតាមអ្នកដែលគាត់ទៅមុនឬក៏ជា influencer មុនឬក៏ជា idol អីផ្សេងៗដែលគាត់បានទៅលេងកន្លែងហ្នឹងអញ្ចឹងទៅហើយអញ្ចឹងគាត់ចង់ធ្វើទៅតាមពួកគាត់ហ្នឹងហើយគាត់ចង់បញ្ជាក់ថាអូខេគាត់ក៏បានធ្វើបានទៅលេងនៅកន្លែងទីនោះដូច influencer social media ឬក៏ idol របស់គាត់ដែលបានទៅលេងនៅទីនោះផងដែរអញ្ចឹងហើយបានខ្ញុំចង់បញ្ជាក់បន្តិចត្រង់ចំណុចហ្នឹងគឺដោយសារតែ app មួយនេះធ្វើឲ្យមានការរំពឹងទុកអំពីអ្នកទេសចរក្រោយៗដែលគាត់នឹងត្រូវទៅលេងអញ្ចឹងទៅព្រោះគាត់រំពឹងថាពេលដែលគាត់ទៅដល់កន្លែងនោះគាត់នឹងបានធ្វើសកម្មភាពឬក៏បានថតរូបដូចអ្វីដែល influencer ហ្នឹងគាត់បានធ្វើដែរចំណុចទី4នេះគឺ app មួយនេះបានបំផ្លែងអំពីអ្វីៗគ្រប់យ៉ាងទៅដល់អ្នកទេសចរជាច្រើនអញ្ចឹងហើយវាធ្វើឲ្យអ្នកដំណើរឬក៏អ្នកទេសចរជនជាតិចិនហ្នឹងគាត់ទទួលបានព័ត៌មានច្បាស់លាស់ពី platform មួយហ្នឹងគាត់ទទួលបានបទពិសោធន៍ជាច្រើនអំពី app មួយហ្នឹងគាត់ទទួលបាននៅអ្វីៗគ្រប់យ៉ាងនៅពេលដែលគាត់មិនច្បាស់ត្រង់ណាគាត់អាចចូលទៅក្នុង app ហ្នឹងហើយគាត់អាចសួរព័ត៌មានផ្សេងៗអំពីអ្នកដែលគាត់ធ្លាប់ទៅលេងមុនបាទសរុបមកវិញខ្ញុំចង់និយាយថា platform មួយនេះវាមានសារៈសំខាន់ណាស់សម្រាប់ជនជាតិចិនដែលគាត់ប្រើប្រាស់សប្តាហ៍ថ្ងៃខ្ញុំមិនដឹងថានៅក្នុងស្រុកខ្មែរយើងមានអ្នកប្រើប្រាស់នៅ platform មួយនេះដែរទេប៉ុន្តែនៅក្នុងស្រុកចិននេះគឺមានការប្រើប្រាស់ច្រើនពីជាពិសេសយុវជនជនជាតិចិនដែលគាត់មានការយល់ដឹងច្រើនហើយគាត់ចូលចិត្តតាមដាននៅព័ត៌មានផ្សេងៗអំពីទីតាំងក្នុងការធ្វើដំណើរឬក៏ដំណើរកម្សាន្តផ្សេងៗការរៀបចំផែនការក្នុងការធ្វើដំណើរកម្សាន្តនៅពេលវិស្សមកាលក៏ដូចជាពេលទំនេររបស់គាត់ហ្នឹងតាមរយៈ app មួយនេះអញ្ចឹង app មួយនេះមានសារៈសំខាន់ហើយវាមានការធ្វើឲ្យមានការផ្លាស់ប្ដូរច្រើនក្នុងការសម្រេចចិត្តក្នុងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជនជាតិចិនបាទហើយតាមរយៈវីដេអូមួយនេះខ្ញុំចង់ចែកម្លែកព័ត៌មានទាក់ទងជាមួយនឹងការផ្លាស់ប្ដូរនៃអាកប្បកិរិយារបស់ជនជាតិចិនដោយសារតែ platform មួយនេះអញ្ចឹងខ្ញុំជំរុញលើកទឹកចិត្តដល់អ្នកដែលធ្វើការឬក៏រកស៊ីនៅក្នុងវិស័យណាមួយគួរតែយល់ដឹងឲ្យបានច្រើនក្នុងការប្រើប្រាស់នៅ social media ក៏ដូចជាព័ត៌មានវិទ្យាផ្សេងៗក្នុងការចាប់យកចំណាយទីផ្សារណាមួយពិតប្រាកដដើម្បីការអភិវឌ្ឍក៏ដូចជាការរីកចម្រើននៅក្នុងផ្នែករបស់ខ្លួនបាទ